ប្រទេសអ៊ុយក្រែនវិញធ្វើត្បិតតែមានបទឈប់បាញ់រយៈពេល30ថ្ងៃប៉ុន្តែរុស្ស៊ីបាននៅតែបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបរគឺយន្តហោះ drone យ៉ាងច្រើនសន្ធឹកសន្ធាប់ណាស់ទៅលើរដ្ឋធានីគៀវរបស់ប្រទេសអ៊ុយក្រែនឃើញថាការវាយប្រហារដោយយន្តហោះ drone ទ្រង់ទ្រាយធំមួយទៅលើទីក្រុងគៀវរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនបានសម្លាប់នោះយ៉ាងហោចណាស់3នាក់ដែលរួមទាំងកុមារអាយុ5ឆ្នាំម្នាក់ផងហើយបង្កជាអគ្គិភ័យនៅឯអគារអាផាតមែនខ្ពស់ច្រើនជាន់មួយកន្លែងហើយបង្កការខូចខាតនៅទូទាំងរដ្ឋធានីគៀវនេះយោងតាមអាជ្ញាធររបស់អ៊ុយក្រែនណាបានប្រកាសឲ្យដឹងកាលពីថ្ងៃសៅរ៍កាលពីថ្ងៃអាទិត្យម្សិលមិញនេះរូបភាពវីដេអូណាពីទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់អ៊ុយក្រែនបង្ហាញឃើញក្រុមអ្នកពលរដ្ឋអគ្គិភ័យណាក៏កំពុងតែពន្លត់អគ្គិភ័យនៅឯកន្លែងកើតហេតុដែលកំពុងតែឆាបឆេះណាអាគារស្នាក់នៅច្រើនជាន់របស់ប្រជាពលរដ្ឋហើយកងទ័ពអាកាសរបស់អ៊ុយក្រែនបាននិយាយថារុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបរគឺយន្តហោះ drone ចំនួន147គ្រឿងកាលពីយប់ថ្ងៃអាទិត្យដោយសម្ដៅគោលដៅទៅលើផ្នែកជាច្រើននៃប្រទេសអ៊ុយក្រែនហើយយោធាអ៊ុយក្រែនបាននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញយន្តហោះ drone ចំនួន99គ្រឿងនៅក្នុងចំណោម147គ្រឿងបាទហើយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបរនេះធ្វើឡើងប៉ុន្មានម៉ោងនៅមុនកិច្ចចរចាដែលបានគ្រោងទុកនិងរៀបចំឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតគណៈដែលកិច្ចប្រឹងប្រែងខាងការទូតដើម្បីបញ្ចប់សង្គ្រាមមកអស់រយៈពេល3ឆ្នាំនេះកំពុងតែធ្វើឡើងយ៉ាងមមាញឹកហើយក្រុមអ្នកជំនាញហើយនិងក្រុមមន្ត្រីពីប្រទេសអ៊ុយក្រែនសហរដ្ឋអាមេរិកហើយនិងរុស្ស៊ីតម្រូវនឹងធ្វើការពិភាក្សាគ្នាដើម្បីរកមធ្យោបាយធានាបាននៅសុវត្ថិភាពនៅក្នុងការដឹកជញ្ជូនតាមសមុទ្រខ្មៅផងដែរដូច្នេះកិច្ចប្រឹងប្រែងខាងការទូតក៏កំពុងតែបន្តប៉ុន្តែរុស្ស៊ីនៅតែបន្តការវាយប្រហារយ៉ាងសាហាវទៅលើរដ្ឋធានីគៀវនិងកន្លែងដទៃទៀតរបស់ប្រទេសអ៊ុយក្រែន